សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេហើយថ្ងៃនេះដែរខ្ញុំមកទៀតហើយមកនេះគឺមានរឿងថ្មីមកចែកជូនបងប្អូនរឿងនេះដែរពាក់ព័ន្ធទៅលើក្មេងប្រុសម្នាក់ដែលរស់នៅតំបន់ដាច់ស្រយាលមួយហើយត្រូវឪពុកម្ដាយបញ្ជូនឲ្យគាត់ទៅបួសហើយដោយសារការនោះជនបទអត់ទាន់មានការអភិវឌ្ឍនិងការរីកចម្រើននោះទេអញ្ចឹងហើយការបំពោះនាគនោះគឺពេលនោះគឺនៅមានការខ្វះខាតខ្វះមុខខ្វះក្រោយសំបីអាស្បង់យពក៏ត្រូវឲ្យវត្តជួយឧបត្ថម្ភដែរពុកម្ដាយគ្រាន់តែមានថវិកាខ្លះដើម្បីជូនកូនដើម្បីឲ្យជាប់នឹងខ្លួនជាបច្ច័យដើម្បីយកទៅចាយវាយនៅពេលដែលត្រូវការចាំបាច់អ្វីមួយប៉ុណ្ណោះហើយតួឯករបស់យើងនឹងមានឈ្មោះថាមុតមានអាយុ14ឆ្នាំហើយប៉ុន្តែដោយបងប្អូនដឹងស្រាប់ក្មេងៗកាលជំនាន់មុនហើយគាត់នៅតំបន់ជនបទហ្នឹងគាត់អត់សូវដឹងទេព្រោះតាគាត់នៅក្មេងហើយដោយសារតែមិនបានរៀនខ្ពង់ខ្ពស់អត់សូវដឹងមិនមានរបស់ប្រើប្រាស់ដូចសប្តាហ៍ថ្ងៃដូចក្មេងៗឥឡូវទេបងប្អូនក្រោយពេលពិធីបំពោះនាគបានចប់រួចរាល់នេនមុតត្រូវបានចៅអធិការបង្រៀនធម៌ខ្លះឲ្យជាប់នៅនឹងខ្លួនប៉ុន្តែដោយសារនេនមុតនៅក្មេងពេកអញ្ចឹងហើយគាត់អត់យកចិត្តទុកដាក់គាត់ធ្វើឲ្យបាលីដែលមានចំនួនតែ20ពាក្យណាធ្វើឲ្យគាត់ភ្លេចស្ទើរតែទាំងអស់កន្លែងចំណុចនេះដែរបងប្អូនសូមបញ្ជាក់បន្តិចមុនពេលដែលកូននាគនីមួយដែលត្រូវបំពោះរួចជានេនហ្នឹងណាគឺត្រូវតារៀនបាលីខ្លះដើម្បីមុននឹងចូលទៅសម្រាកនៅក្នុងកុដិឬនៅក្នុងសាលាជាដើមតែក្នុងចំនួននោះលោកសក្រាចឬក៏បាទរងសក្រាចអីហ្នឹងលោកអត់បានបញ្ជាក់ប្រាប់ថាតើរៀនបាលី20 30ពាក្យហ្នឹងយកធ្វើអីទេក្រោយពីបង្រៀនបាលីចប់ហ្នឹងក៏ឲ្យកូននេនដូចគ្នាហ្នឹងជូននេនមុតហ្នឹងទៅកុដិសម្រាកបងប្អូននៅពេលដែលចាប់ផ្ដើមដើរចូលទៅក្នុងកុដិទី1ដែលឃើញរូបរាងសភាពកុដិហ្នឹងរាងចាស់រាងពុកត្រុតទ្រោមហ្នឹងនេនមុតក៏សួរថាចុះកុដិនេះជារបស់អ្នកណាមិនក៏រាងពុកត្រុតទ្រោមម្លេះហើយនេនដែលជូនទៅហ្នឹងក៏បានប្រាប់ថាកុដិនេះគឺជាកុដិរបស់លោកមួយអង្គដែលលោករោគគាពៀតហើយក៏បានសគត់បាត់ទៅក្រោយដើរឆ្លងកាត់កុដិទី1រួចនេនក៏បានចង្អុលទៅកុដិមួយទៀតដែលមានសភាពមធ្យមមិនថ្មីមិនចាស់នេនមុតក៏សួរថានេះហើយកុដិអាត្មាត្រូវសម្រាកនិងត្រូវសឹងនៅទីនេះហើយកូននេនដែលបានជូនទៅក៏បានឆ្លើយថាកណានេះហើយជាកុដិដែលនេនត្រូវសឹងនៅទីនេះយប់នេះគ្រាន់តែមកដល់ភ្លាមនេនមុតចាប់ដើមសម្លឹងមើលទៅលើរនងកុដិនិងមើលទៅលើដំបូលដែលកំពុងតែមានសភាពចាស់ស្លែកាន់ហើយមានសម្បុកពីងពីងព័ទ្ធជុំវិញទៅលើកុដិហ្នឹងហើយពុកម៉ែបងប្អូនកន្លែងនេះដែរសូមបញ្ជាក់ថាកាលពីចំនួននោះនៅក្នុងវត្តអារាមមិនទាន់មានលុយឧបត្ថម្ភមិនទាន់មានបច្ច័យផ្សេងដើម្បីកសាងទេអញ្ចឹងកុដិកសាងអំពីឈើប្រក់ក្បឿងជួនកាលទៅប្រក់ស្លឹកក៏មានដែរបងប្អូនអញ្ចឹងហើយធ្វើឲ្យមានសភាពចាស់ទ្រុឌទ្រោមនិយាយទៅបើមើលឃើញសម័យឥឡូវមើលទៅគួរឲ្យខ្លាចតែម្ដងគ្រាន់តែសម្លឹងមើលសັບជ្រុងជ្រោយហើយនេនតែជូនទៅក៏ប្រាប់ថានេនតោះបានហើយរៀបចំកន្លែងដើម្បីសឹងទៅយប់ហើយព្រោះអាត្មាក៏ត្រូវត្រឡប់ទៅវិញព្រោះកុដិអាត្មាក៏នៅឆ្ងាយពីទីនេះដែរកន្លែងនេះដែរបងប្អូនសូមបញ្ជាក់តិចណាកុដិដែលនេនតែជូនមកនឹងកុដិរបស់នេនមុតហ្នឹងគឺអត់បាននៅក្បែរគ្នាទេបងប្អូនទីធ្លាវត្តអារាមរៀងធំអញ្ចឹងហើយចម្ងាយមួយរាប់រយម៉ែត្រពីគ្នាប្រហែលជា400-500ម៉ែត្រពីគ្នាអញ្ចឹងរៀងមានសភាពស្ងប់ស្ងាត់បន្តិចមិនសូវមានសភាពអ៊ូអឬក៏មានភ្លើងអគ្គិសនីប្រើប្រាស់នោះឡើយជំនាន់ហ្នឹងបងប្អូនដុតចង្គៀងដុតទៀនដុតធូបអីនៅឡើយទេគ្រាន់រៀបចំរួចរាល់កន្លែងសម្រាប់នេនមុតសឹងហើយភ្លាមនេនដែលជូនមកហ្នឹងក៏ត្រឡប់ទៅវិញអញ្ចឹងហើយនៅសល់តែនេនមុតម្នាក់ឯងកំពុងតែដុតចង្គៀងផ្លុងនៅក្នុងកុដិនេនមុតក៏ចាប់ផ្ដើមដើរបិទបង្អួចដើរបិទទ្វារដើម្បីរៀបចំកន្លែងដើម្បីសឹងបានយូរបន្តិចអាត្រៀតយប់ជ្រៅក៏ឈានចូលមកដល់ពេលនោះនេនមុតក៏ចាប់ផ្ដើមឮសំឡេងអ្វីចម្លែកល្វើយប៉ុន្តែឮអត់ទាន់ច្បាស់ទេគ្រាន់តែចាប់ផ្ដើមផ្ទៀងកាន់តែស្ដាប់យូរទៅគឺកាន់តែច្បាស់ទៅសំឡេងនោះក៏កាន់តែមកគៀកទៅនេនមុតក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលហើយក៏ចាប់ផ្ដើមឡើងអង្គុយនៅពេលដែលអង្គុយបានមួយសន្ទុះក៏សម្រេចចិត្តចង់បើកទ្វារប៉ុន្តែអារម្មណ៍មួយទៀតបានប្រាប់ខ្លួនឯងថាកុំបើកប៉ុន្តែចិត្តចង់ដឹងនៅក្មេងផងនោះក៏ចិត្តមួយទៀតក៏ចង់បើកទីបំផុតនេនមុតក៏ចាប់ផ្ដើមបើកទ្វារគាត់ចាប់ដើមបើកទ្វារភ្លាមក៏ឃើញមនុស្សស្រីម្នាក់កំពុងតែអង្គុយបាត់ជើងសំពះកាន់ចន្ទាហ្នឹងហើយបងប្អូនកន្លែងចំណុចនេះដែរគឺចង់បញ្ជាក់ថាកុដិហ្នឹងគឺចន្ទាហ្នឹងគឺចន្ទាឈើអញ្ចឹងនៅពេលដែលនេនមុតបើកទ្វារទៅឃើញមនុស្សស្រីម្នាក់សក់វែងរូបរាងគួរឲ្យខ្លាចនិយាយឲ្យខ្លីម៉ាត់ទៅគឺខ្មោចគឺអង្គុយនៅកម្មចន្ទាហ្នឹងគឺអត់មានកន្លែងទទួលអង្គុយសមរម្យទេគឺអង្គុយលើដីដោយមុតលោកនៅក្មេងពេកលោកអត់ដឹងថានារីម្នាក់ហ្នឹងគឺជាខ្មោចហើយគាត់ក៏បានសួរបែបរាក់ទាក់ថាញោមស្រីអញ្ជើញទៅណាវិញរីឯខ្មោចស្រីម្នាក់នោះគឺមិនបាននិយាយស្ដីអ្វីទេគិតតែសំពះហើយអង្គុយសោចទៅវិញ
ហ្នឹងហើយបងប្អូនកន្លែងចំណុចនេះដែរជាទូទៅដែលខ្ញុំបានឮពីចាស់គាត់ដំណើររឿងប្រាប់ហ្នឹងគឺពីដើមមកហ្នឹងឲ្យតែមានលោកថ្មីដែលទៅបួសអញ្ចឹងហើយគឺមានបាទវិញ្ញាណដែលគាត់ខ្វះបុណ្យហ្នឹងគាត់ទៅសុំបុណ្យហើយប៉ុន្តែចំណុចនេះហានេនមុតអត់បានដឹងទេហើយក៏ភ្លេចបាលីដែលជូនបុណ្យទៅវិញ្ញាណទាំងឡាយហ្នឹងដែលលោកបង្រៀនពីថ្ងៃហ្នឹងនេនមុតបានភ្លេចអស់ហើយលោករួមទាំងគាត់មិនសូវយកចិត្តទុកដាក់ផងភ្លេចអស់រលីងតែម្ដងនេនមុតក៏សម្លឹងមុខទៅលើកណ្ណរីម្នាក់នោះហើយក៏បានសួរនាំបន្ថែមទៀតថាញោមត្រូវការអីមែនឬក៏ញោមត្រូវការបាយមហូបអាត្មាអត់មានទេព្រោះអាត្មាមិនអាចឆាន់ពេលរសៀលបានទេញោមក្រោយសួរនាំរួចនេនមុតក៏សម្លឹងទៅលើកណ្ណរីម្នាក់នោះព្រះអើយនេនមុតចាប់ផ្ដើមសម្លឹងឃើញម្រាមដៃរបស់ញោមស្រីមានតែ9ទេនេនមុតក៏ចាប់ផ្ដើមយល់ហើយចាប់ផ្ដើមសម្លឹងទៅមើលជើងគឺនារីម្នាក់នោះរលេះរលួយគ្មានសល់សាច់កំណើតនោះឡើយគ្រាន់តែឃើញសភាពបែបនេះភ្លាមនេនមុតក៏ចាប់ផ្ដើមសន្និដ្ឋានថានារីម្នាក់នេះច្បាស់ជាវិញ្ញាណដែលកំពុងតែមករកសុំកសលផលបុណ្យពីលោកនេនតែម្ដងហ្នឹងហើយកន្លែងនេះដែរសូមបញ្ជាក់ថានេនមុតចាប់ដើមដឹងថានារីម្នាក់នោះគឺជាវិញ្ញាណហើយអញ្ចឹងគាត់ចាប់ដើមភ័យញាក់ញ័រទាំងខ្លួនទុនជង្គង់ចង់ដួលបន្តិចចង់ស្រែកហៅគេជួយបន្តិចតែដោយសារខ្លួនឯងជាលោកផងនោះអត់ហ៊ានស្រែកទេបើស្រែកទៅប្រហែលជាក៏គ្មានអ្នកណាមកជួយដែរព្រោះទីនេះជាវត្តអារាមនេនមុតក៏ចាប់ដើមអង្គុយចុះហើយចាប់ដើមលើកដៃប្រណម្យហើយសូត្របាលីដែលខ្លួនបានរៀនពីថ្ងៃពីលោកចៅអធិការវត្តប៉ុន្តែដោយសារការធ្វើប្រហែសនេនមុតអត់បានចាំពីបាលីដែលលោកចៅអធិការបង្រៀនពីថ្ងៃនោះទេគឺបានតែចាំបានពាក្យមួយចំនួនចុងមាត់ដើមមាត់ធ្វើឲ្យខ្មោចទាំងនោះមានអារម្មណ៍មួម៉ៅខឹងសម្បាយ៉ាងខ្លាំងកន្លែងចំណុចនេះដែរបងប្អូនខ្មោចទាំងនោះគាត់អត់បានតាំងចិត្តមកដើម្បីលងបន្លាចធ្វើបាបទៅលើប្រសង់ឬនេនណាដែលទើបតែមកបួសទេគឺក្នុងច្បាប់វិន័យនៅក្នុងបាទវត្តអារាមនៅកន្លែងទីគេហៅថាកត់លោកស្នាក់អាស្រ័យហ្នឹងគឺតែងតែមានភ្នោតែងតែមានចេតិយអញ្ចឹងហើយវិញ្ញាណទាំងនោះអត់ទៅណានៅវិលវល់ហើយរងចាំកុសលផលបុណ្យតតែគ្រប់ទើបអាចទៅចាប់កំណើតចាប់ភពបាននៅពេលដែលវិញ្ញាណខ្មោចនោះបានលឺលោកសូត្ររដេបរដប់ខុសផងត្រូវផងនោះវិញ្ញាណខ្មោចស្រីក៏ចាប់ផ្ដើមយំដោយសារហេតុអីយំដោយសារព្រោះតែលោកនោះសូត្របាលីទៅខុសហើយនាងកំពុងតែអង្គុយរងចាំកសលផលបុណ្យដើម្បីឲ្យនាងនឹងបានទៅចាប់ភពចាប់កំណើតអង្គុយកាន់តែយូរសំឡេងយំស្រែកកាន់តែខ្លាំងនេនចាប់ផ្ដើមរកវិធីដោះស្រាយកង់ហៅគេបន្តិចចង់រត់បន្តិចមួយរំពេចភ្លាមនោះក៏មានបុរសចំណាស់ម្នាក់អាយុខ្ទង់60ជាងបានដើរមកកត់របស់នេនមុតផងដែរក៏ឃើញអ៊ំប្រុសម្នាក់នោះដើរមកនេនមុតក៏ចាប់ផ្ដើមមានសង្ឃឹមហើយស្រែកហៅអ៊ំថាអ៊ំប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះអ៊ំប្រុសម្នាក់នោះក៏បានមកអង្គុយបាត់ជើងសំពះនៅនឹងកម្មចន្ទារបស់នេនមុតផងដែរគ្រាន់តែឃើញសភាពបែបនេះភ្លាមនេនមុតក៏ចាប់ផ្ដើមទស្សន៍ទាយបានថាអ៊ំប្រុសម្នាក់នេះក៏ជាវិញ្ញាណផងដែរគ្រាន់តែឃើញសភាពបែបនេះភ្លាមនេនមុតក៏បានគិតក្នុងចិត្តថាវិញ្ញាណត្រីម្នាក់ខ្ញុំដោះមិនទាន់រួចផងឥឡូវថែមអ៊ំប្រុសម្នាក់ទៀតហើយបាលី30ពាក្យពីថ្ងៃបន្ទិញកុំឲ្យចាំឲ្យមកពាក្យមិនដឹងจะគិតយ៉ាងណាទេប្រហែលជាមិនរស់ទេយប់នេះគាត់និយាយមិនទាន់បានប្រមាណផងក៏មាននេនដែលជូននេនមុតមកពីថ្ងៃមកនៅកុដហ្នឹងក៏បាននិមន្តមកដល់ភ្លាមនេនម្នាក់នោះក៏ចាប់ផ្ដើមប្រណម្យដៃរួចសូត្របាលីដោយចេះចាំស្ទាត់ទៅលើបាលីដែលរំលែកពីកសលផលបុណ្យនោះវិញ្ញាណទាំងអស់នោះក៏រលាយបាត់ទៅនេនមុតគ្រាន់តែឃើញសភាពបែបនេះភ្លាមគ្មានបានចុះតាមកម្មចន្ទាស្រួលបួលទេបងប្អូនគឺលោតកាត់ទៅតែម្ដងដើម្បីស្ទុះទៅអោបនេនដែលជូនមកពីថ្ងៃនោះនេនដែលជូនមកពីថ្ងៃនោះក៏បានមានសង្ឃដីកាថាលោកចៅតកាវត្តបានប្រើកណាឲ្យមកព្រោះដឹងថានេនណាអាចនឹងជួបអ្វីចម្លែកព្រោះជាធម្មតាឲ្យតែមាននេនដែលមកបួសថ្មីហើយមកសឹងនៅកុដហ្នឹងគឺតែងតែមានវិញ្ញាណផ្សេងហ្នឹងមកសុំបុណ្យក្រោយមានសង្ឃដីកាចប់នេនមុតក៏មានសង្ឃដីកាបន្ទាប់កណាឲ្យហ៊ានសឹងនៅទីនេះទេឲ្យកណាទៅសឹងជាមួយនេនផងដោយមើលទៅសភាពនេនមុតរឿងភ័យផិតខ្លាចខ្លាំងនោះផងនេនដែលជូនមកនោះក៏ព្រមព្រៀងឲ្យនេនមុតទៅសឹងជាមួយនៅឯកុដរបស់គាត់តាំងពីគ្រានោះមកនេនមុតចាប់ផ្ដើមមានបទពិសោធន៍ថ្មីជាមួយវិញ្ញាណព្រមទាំងបទពិសោធន៍រៀនបាលីរៀនធម៌នៅក្នុងវត្តអារាមលើកនេះកុំថាឡើយ30ពាក្យសំបីតែ300ពាក្យនេនមុតក៏ទន្ទិញចាំស្ទាត់ដោយអត់មានភ្លេចមួយពាក្យណាឡើយបាទសម្រាប់คลิปវីដេអូនេះដែរក៏ឈានមកដល់ទីបញ្ចប់សូមអរគុណបងប្អូនដែលចុច like សញ្ញាកណ្ដឹងនិងចុច Subscribe អរគុណសូមគោរពលា